រុនសួស្តីបងប្អូនមកយាយអ្នកចំការដូងទឹកភក់អីមកយាយខែនេះថ្ងៃនេះថ្ងៃទី21ខែ11ឆ្នាំ2025អូនសេរីសរងទឹកអីហើយឡូវចុះខ្យល់ណាខាងខ្ញុំនេះចុះខ្យល់ប្រហែលថ្ងៃនេះជាចឹងទឹកក៏ចាប់ដើមហួតតាមខ្យល់ថ្ងៃចឹងបងប្អូនសេរីសរងនេះទៅត្រូវទប់ត្រូវស្កាត់អីមិនដងខ្ទិះខ្ញុំមិនដឹងថាមានខ្ទិះអីអត់ទេនេះលាក់ទឹកហើយលាក់ទឹកហើយទីទៀតបានដឹងថាមានអត់នេះរៀនផ្លែនេះផ្លែបាន2ឆ្នាំហើយដែលល្អគួរសមមកទទួលយកបានស្អាតដែរដើមនេះនេះផ្លែដើមទៀបទេនៅដីដែររដូវខែប្រាំងយើងអ្នកចំការដូងយើងលក់ដាច់តែវាអត់សូវជាប់ក្តាប់ខែប្រាំងដើមខ្ញុំមួយនេះក៏ផ្លែល្អដែរណាស្អាតគួរសមដែរទុកលក់ខែប្រាំងដើមនេះក៏ផ្លែល្អចិត្តផ្ទះខ្ញុំឯងនៅផ្លូវចូលបងប្អូនចុះផ្លូវចូលផ្ទះតាមអមសងខាងផ្លូវបានប្រហែល 4-10 ដើមអនមើលលេងឲ្យស្អាតនេះដូងក្អូបតែជ្រុះច្រើនខាងនេះដូងក្អូបជាប់គួរសមនេះជាប់មកជុំហ្មងនេះស្អាតធ្លាយនេះល្មមហូបធ្លាយមួយនេះល្មមហូបច្រើនផ្លែ20ជាងអត់សូវធំនៅវាច្រើនពេកខាងនេះម្សិល2-3ថ្ងៃមុនកាត់ឲ្យភ្ញៀវគាត់មកទិញនេះដល់ត្រូវការជំនួយជួយដាក់កង់ឡានមួយជួយបើមិនចឹងវាបាក់គល់ធ្លាយឥឡូវដាក់សំទោសដាក់កង់ម៉ូតូមិនកង់ឡានទេនេះឡែល្អដែរមកមួយធ្លាយអានេះខ្ញុំទឹមតែដាំទេអានេះខ្លាយទៅជាដូងធំយើងវិញដាំដូងក្អូបឥឡូវខ្លាយទៅជាដូងធំអានេះខ្ញុំទឹមដាំបាន 2-3 ខែនេះបានប៉ុណ្ណេះអានេះដូងទឿធម្មតាខ្ញុំដាំបាន2 ខែប៉ុណ្នេះស្រូវដុះពេញទាំងអស់ខ្ញុំដាក់ច្បើងនេះ2 ខែដែរតាមមួយគ្នាដូងក្អូបពូជខាងកំពង់ស្ពឺនេះចេញត្រួយ2 ខែបានចេញត្រួយណាបងប្អូនបាទបងប្អូនសុខសប្បាយទាំងអស់គ្នាជម្រាបលា